នៅភាគខាងលិចនៃប្រទេសកម្ពុជាមានសិប្បកម្មមួយបានយកដើមចេកដែលកាត់ផ្លែរួចមកច្នៃជាវត្ថុប្រើប្រាស់ដែលអាចជំនួសផ្លាស្ទិកបានជួយទ្រទ្រង់សេដ្ឋកិច្ចប្រជាជនខ្មែរតាមភូមិនិងថែរក្សាវប្បធម៌ត្បាញតាមផ្ទះរបស់ស្ត្រីខ្មែរដែលមានតាំងពីយូរលង់ណាស់មកហើយគឺសិប្បកម្មអនុសាតម្បាញចេកខ្មែរសិប្បកម្មនេះដឹកនាំដោយស្ត្រីខ្មែរម្នាក់ឈ្មោះឆាតសុខឿបដែលនាងជាម្ចាស់សិប្បកម្មផងជាគ្រូបណ្ដុះបណ្ដាលនៃជំនាញត្បាញដល់អ្នកភូមិផងនិងជាអ្នករចនាម៉ូដដោយផ្ទាល់ផងនាងបានដឹកនាំស្ត្រីនៅក្នុងភូមិដែលមានជីវភាពក្រលំបាកឲ្យមានប្រាក់ចំណូលជួយផ្គត់ផ្គង់គ្រួសារដើម្បីជីវភាពកាន់តែប្រសើរផលិតផលដែលសិប្បកម្មនេះសម្រេចបានរហូតដល់បច្ចុប្បន្នមានដូចជាកាបូបស្រោមដបទឹកខ្សែយួរកែវកាហ្វេខ្សែតុបតែងនិងមួកជាដើមស្ថិតក្នុងវ័យ39ឆ្នាំសុខឿបបានបង្ហាប់ឲ្យដឹងថាដើមឡើយនាងគ្រាន់តែជាគ្រូបង្រៀនម្នាក់ដែលមានចិត្តចង់ចូលរួមចំណែកអភិវឌ្ឍសង្គមនិងមានអាជីវកម្មផ្ទាល់ខ្លួនមួយដែលអាចរកប្រាក់ចំណូលបន្ថែមផងនិងជួយអភិវឌ្ឍសង្គមផងហើយនាងក៏យកចិត្តទុកដាក់លើបរិស្ថានផងដែរនៅចុងឆ្នាំ2019ប្អូនប្រុសរបស់នាងបានរកឃើញថាដើមចេកដែលកាប់ផ្លែរួចអាចយកមកច្នៃធ្វើជារបស់ប្រើប្រាស់បានគាត់ក៏សាកល្បងយកដើមចេកដែលទើបនឹងកាប់ផ្លែហើយមកបកជ្រៀកហាលនិងត្បាញជាកន្ត្រកទុកសម្រាប់ដាក់បន្លែពីចម្ការក្រោយមកគាត់ក៏ចេះត្បាញរបស់ប្រើប្រាស់ក្នុងផ្ទះកាន់តែច្រើនឡើងធ្វើឲ្យគាត់កាន់តែស្ទាត់ជំនាញហើយស្នាដៃរបស់គាត់កាន់តែប្រសើរឡើងថ្ងៃមួយបន្ទាប់ពីសុខឿបត្រឡប់មកពីភ្នំពេញវិញឃើញស្នាដៃកន្ត្រកប្អូនប្រុសស្អាតប្លែកពីធម្មតានាងក៏បានសុំឲ្យប្អូនប្រុសត្បាញជាកាបូបមួយសម្រាប់ចូលរួមពិធីមង្គលការនាងក៏យកទៅដេក័រដោយដៃរបស់នាងផ្ទាល់ឲ្យក្លាយជាកាបូបពេញលេញមួយបន្ទាប់មកនាងក៏តែងតែកាន់កាបូបនោះទៅញ៉ាំការដោយក្តីពេញចិត្តជាមួយស្នាដៃរបស់ខ្លួននិងប្អូនប្រុសរបស់នាងបានកាន់វាថតហើយផុសក្នុងបណ្ដាញសង្គម Facebook ធ្វើឲ្យមិត្តភ័ក្តិរបស់នាងចាប់អារម្មណ៍ពួកគេក៏បានកម្មង់កាបូបពីនាងមួយហើយមួយទៀតមិនដាច់ដោយឃើញមានការទទួលស្គាល់ការគាំទ្រស្នាដៃបែបនេះនិងឃើញអត្ថប្រយោជន៍ដល់សេដ្ឋកិច្ចសង្គមនិងបរិស្ថានផងនាងក៏សម្រេចចិត្តចាប់ការងារនេះជាអាជីវកម្មហើយបានបង្កើត Facebook Page មួយឈ្មោះថាផលិតផលខ្មែរធ្វើដោយដៃពេល COVID-19 ចូលមកដល់ការកម្មង់ក៏លែងមានទៀតធ្វើឲ្យប្អូនប្រុសរបស់នាងសម្រេចចិត្តបោះបង់ការងារនេះចោលដោយគិតថាមិនអាចទៅរួចទៀតទេប៉ុន្តែសុខឿបបានចាប់ចិត្តស្រឡាញ់វិស័យនេះរួចបាត់ទៅហើយមិនអាចដកចិត្តវិញបានទេព្រោះគ្រប់យ៉ាងត្រូវនឹងឧត្តមគតិនិងចំណង់ចំណូលចិត្តរបស់នាងអ្វីដែលសំខាន់នាងបានដាក់គោលដៅនិងចក្ខុវិស័យរួចទៅហើយនាងបានសម្រេចចិត្តដើរលើផ្លូវនេះតែម្នាក់ឯងអំឡុងពេល COVID-19 និងបន្ទាប់មកនាងបានយកពេលវេលានេះទៅធ្វើការសិក្សារៀនសូត្រអំពីរបៀបគ្រប់គ្រងអាជីវកម្មរៀនជំនាញត្បាញនិងសិក្សាបន្ថែមអំពីរបៀបច្នៃដើមចេកដើម្បីធ្វើការដឹកនាំអាជីវកម្មឲ្យបានល្អនាងបានចាប់ផ្ដើមអាជីវកម្មនេះជាថ្មីនៅក្នុងខែកក្កដាឆ្នាំ2021និងបដូរឈ្មោះ Facebook Page ថាអនុសាតម្បាញចេកខ្មែររយៈពេល5ឆ្នាំកន្លងមកនេះនាងធ្វើការដឹកនាំអាជីវកម្មផងសិក្សាស្រាវជ្រាវពីការផលិតផលផងនិងស្វែងរកចំណេះដឹងនិងបទពិសោធន៍ផ្សេងៗផងដើម្បីធ្វើការអភិវឌ្ឍអាជីវកម្មឲ្យមានការរីកចម្រើននិងគង់វង្សយូរអង្វែងឆ្នាំ2026នេះនាងបានបង្កើតសមាជិកត្បាញតាមភូមិជាស្ត្រីបានជិត50នាក់ហើយដែលកើតឡើងពីការបណ្ដុះបណ្ដាលរបស់នាងផ្ទាល់ដែលអាចផលិតផលតម្បាញបាន5ទៅ6មុខដូចដែលបានរៀបរាប់ខាងលើអនុសាមានគម្រោងបង្កើតសមាជិកត្បាញនៅតាមឃុំនានាជុំវិញតំបន់ហើយច្នៃបង្កើតរបស់ប្រើប្រាស់ដែលជំនួសផ្លាស្ទិកឲ្យបានកាន់តែច្រើនទៅដើម្បីការរស់នៅប្រកបដោយនិរន្តរភាពនិងស្ថិរភាពអនុសាតម្បាញចេកខ្មែរចង់ឃើញផលិតផលតម្បាញដែលជាស្នាដៃរបស់ស្ត្រីខ្មែរត្រូវបានទទួលស្គាល់ទូទាំងប្រទេសនិងពិភពលោកមិនតែប៉ុណ្ណោះពួកគេចង់ឃើញវប្បធម៌នៃការត្បាញតាមផ្ទះដោយមិនទុកពេលទំនេរចូលឲ្យប្រយោជន៍ត្រូវបានរីកសុសសាយឡើងវិញហើយដកជាប់ក្នុងចិត្តកូនខ្មែរគ្រប់ជំនាន់បច្ចុប្បន្នសុខឿបនិងសមាជិករបស់នាងបានកំពុងខិតខំយ៉ាងស្វិតស្វាញក្នុងការអភិវឌ្ឍស្នាដៃនិងផលិតផលជាក់ស្ដែងយើងឃើញថាផលិតផលតម្បាញរបស់អនុសាតម្បាញចេកខ្មែរមានការផ្លាស់ប្ដូរកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃទាំងម៉ូដសោភ័ណភាពគុណភាពនិងសេវាកម្មហើយទទួលការគាំទ្រពីអតិថិជនកាន់តែច្រើនទៅចុងឆ្នាំនេះបើគ្មានឧបសគ្គអ្វីមករារាំងរំខានទេអនុសាតម្បាញចេកខ្មែរនឹងបើកសម្ពោធ showroom ដែលមានតាំងបង្ហាញនិងលក់ផលិតផលតម្បាញរបស់ខ្លួនសម្រាប់បងប្អូននិងភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសទៅទស្សនាផ្ទាល់ឬជួយជាវនិងគាំទ្រស្នាដៃរបស់ស្ត្រីនៃអនុសាក៏ដូចជាស្ត្រីខ្មែរផងដែរតោះចូលរួមគាំទ្រលើកស្ទួយប្រើប្រាស់ផលិតផលតម្បាញរបស់អនុសាតម្បាញចេកខ្មែរទាំងអស់គ្នាដើម្បីការរស់នៅមានស្ថិរភាពភាពថ្លៃថ្នូរការអភិវឌ្ឍនិងភាពតរភាពចំណូលនេះវិញបានមកហ្នឹងបានយកទៅធ្វើអីខ្លះវិញម្ដងប៉ុណ្ណឹងទៅទីនោះយកទីនោះអីទៅហាន់លោកទៅតែសិលចាមកសិលទៅមកខែទៅ4ដងចាទៅក៏ដែរបាទវាពិបាកនឹងរស់ដើមចេកខ្លះដែរជួនកាលទៅរស់បានទៅជួនកាលអត់ទៅការងារនេះគឺថាយើងនៅផ្ទះនៅមើលកូនមើលអីទៅវាពិបាកទៅរស់ឯណាឆ្ងាយ
បាននោះទៀតស្រួល ប្រាក់ខ្សែយួនចោលនេះដើម្បីជួយកាត់បន្ថយក្នុងការប្រើប្រាស់ថង់ប្លាស្ទិកទោះបីជាខ្ញុំដឹងថាថ្លៃវារៀងថ្លៃជាងថង់ប្លាស្ទិកមែនប៉ុន្តែវាអាចជាការជួយដល់ចាស់ៗគាត់ក្នុងការវិញខ្សែអត់ហ្នឹងហើយវាក៏ជាសម្ព័ន្ធភាពមួយដែលធ្វើឲ្យខ្សែថៃកែវនេះកាន់តែស្អាតផងដែរ này chưa được dùng sai luôn cái phòng bị đăng chếtคือที่មួយសម្រាប់គាត់ដល់បានទី2กับផលការតាមតិចទី3គឺយើងអាចតាមវិញដល់ទៀត ខ្ញុំពិតជាស្រឡាញ់ជីវកម្មមួយនេះណាព្រោះវាជាគោលដៅរបស់ខ្ញុំតាំងពីក្មេងដែលចង់មានអាជីវកម្មជួយទ្រទ្រង់ដល់បរិស្ថាននិងវប្បធម៌ជាពិសេសវាផ្ដល់ការងារដល់បងប្អូននៅក្នុងសហគមន៍ផងដែរ Be patient. Not everything you're praying for will happen overnight. But that doesn't mean God has forgotten you. No, he's working in silence. You can't see it yet, but he's building something greater than what you asked for. Every delay has a purpose. Every setback is preparing you for something bigger. Sometimes God slows you down to protect you from what you don't see. You wanted answers. He gave you time. You wanted a blessing. He gave you a test. Because you can't carry greatness if you're not ready. Be patient. Your time is coming. What's meant for you will never miss you. Keep your faith strong, even when your heart feels weak. When nothing makes sense, trust his plan.